លោកស្រីអ្នកនាងកញ្ញាទូទាំងនិកជនជាទីគោរពនៅក្នុងកម្មវិធីផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងថ្ងៃនេះយើងខ្ញុំសូមលើកយកប្រធានបទមួយស្ដីអំពីអាយកាមកជម្រាបជូនតើអាយកាមានរចនាសម្ព័ន្ធយ៉ាងដូចម្តេចហើយមានតួនាទីយ៉ាងដូចម្តេចខ្លះនៅក្នុងដំណើរការកាត់ក្តីដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះចានៅក្នុងថ្ងៃនេះកម្មវិធីយើងបានអញ្ជើញអាយដាមទាំង3រូបមកបកស្រាយនៅប្រធានបទរបស់យើងហើយលោកអ្នកនាងក៏ប្រហែលជាបានស្គាល់ហើយអាយដាមរបស់យើងដែលអាយដាមបានចូលរួមបកស្រាយកាលពីកម្មវិធីលើកមុននៅក្នុងនោះមានអាយដាមភៅសម្ភីជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍលើវិស័យយុតិធម៌នៃក្រសួងយុតិធម៌និងអាយដាមដែលជាអនុរដ្ឋលេខាធិការនៃក្រសួងយុតិធម៌ពីររូបទៀតគឺអាយដាមប៊ុនហុនចានិងអាយដាមកើតរិទ្ធចាជំរាបសួរហើយសូមថ្លែងអំណរគុណចំពោះវត្តមានរបស់អាយដាមជាថ្មីនៅក្នុងកម្មវិធីរបស់យើងចាំមុននឹងចាប់ផ្ដើមកិច្ចពិភាក្សាលម្អិតទៅលើប្រធានបទរបស់យើងនាងខ្ញុំសូមអញ្ជើញអាយដាមភៅសម្ភីចាជំរាបជូនទូទាំងទស្សនិកជនឲ្យបានជ្រាបអំពីដោយសង្ខេបអំពីរចនាសម្ព័ន្ធរបស់អាយកាហើយនឹងទំនាក់ទំនងរបស់ស្ថាប័ននេះចាសូមអញ្ជើញសូមថ្លែងអំណរគុណបាទលោកស្រីពិធីការនេះដូចបានលោកស្រីបានលើកមិញគឺស្ថាប័នអាយកាគឺមានតួនាទីសំខាន់ណាស់នៅក្នុងរឿងក្តីព្រហ្មទណ្ឌហើយតាមរដ្ឋធម្មនុញ្ញនៃព្រះជាណាចក្រកម្ពុជាយើងគាត់ជាម្ចាស់បណ្ដឹងអាជ្ញាមានតែអង្គការអាយកាទេដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញាហើយស្ថាប័នអាយកានេះគឺយើងយល់ហើយគឺសំដៅស្ថាប័នហើយចំណែកអ្នកដែលធ្វើការនៅក្នុងស្ថាប័ននេះមន្ត្រីដែលធ្វើការនៅក្នុងស្ថាប័ននេះគឺយើងចែកទៅតាមឋានៈដែលបាននៅអមសាលាជំរះក្តីនីមួយៗនៅគ្រប់គេថាសាលាជំរះក្តីនីមួយៗមានស្ថាប័នអាយកាមួយនៅអមសាលាជំរះក្តីនឹងហើយដែលមានគោលដៅជាសំខាន់គឺក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌចាត់ប្រកាន់ជាបទព្រហ្មទណ្ឌនិងស្នើសុំឲ្យតុលាការអនុវត្តនៅទោសព្រហ្មទណ្ឌទៅលើជនល្មើសតំណាងគេហៅថាស្ថាប័នអាយកានៅអមតុលាការកំពូលហៅថាមហាអាយកាអមតុលាការកំពូលហើយមហាអាយកាអមតុលាការកំពូលនេះគឺដឹកនាំដោយអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលនិងមានអគ្គព្រះរាជអាជ្ញារងអមតុលាការកំពូលមួយចំនួនជាជំនួយការនិងមានព្រះអាជ្ញាព្រមទាំងក្របខ័ណ្ឌនៃការប្រព្រឹត្តទៅផ្នែករដ្ឋបាលមានកាលាបញ្ជីខាងមហាអាយកាអមតុលាការកំពូលជាជំនួយការហើយស្ថាប័នអាយកានៅអមសាលាតគឺហៅថាមហាអាយកាអមសាលាតដែលដឹកនាំដោយអគ្គព្រះអាជ្ញាអមសាលាតនិងមានអគ្គព្រះអាជ្ញារងមួយចំនួននិងព្រះរាជអាជ្ញាមួយចំនួនព្រមទាំងមន្ត្រីហៅថាផ្នែករដ្ឋបាលនិងលេខាធិការដ្ឋានជាទូទៅគឺក្រឡាបញ្ជីនៅអមសាលាដំបងគឺហៅថាអាយកាអមសាលាដំបងដែលដឹកនាំដោយព្រះរាជអាជ្ញានិងមានព្រះអាជ្ញារងមួយចំនួនជាជំនួយហើយនឹងមន្ត្រីកាលាបញ្ជីមួយចំនួនតាមការចាំបាច់ដូច្នេះនេះជារចនាសម្ព័ន្ធនៃអង្គការចាត់តាំងរបស់អាយកាហើយជាគោលការណ៍តាមច្បាប់ស្តីសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចក្រមនិងព្រះអាជ្ញាដែលក្រសួងបានធ្វើហើយបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីជាគោលការណ៍គឺព្រះរាជអាជ្ញាឬត្រូវបានចាត់តាំងឲ្យបម្រើនៅសាលាអមសាលាក្តីនីមួយៗនឹងសម្រាប់រយៈពេល3ឆ្នាំហើយអាចទៅរត់ទេផ្លាស់ទៅកន្លែងផ្សេងទៀតការសម្រេចរបស់ឧត្តមកំសាន្តនៃអង្គចក្រមនេះជាគោលការណ៍ផ្នែកខាងចក្រមអាសនៈក៏ដូចគ្នាដែរហើយក្នុងទំនាក់ទំនងការងារជាពិសេសគោលការណ៍នៃការរចនាសម្ព័ន្ធនិងទំនាក់ទំនងការងាររបស់ចក្រមអាយកាដែលយើងហៅជាភាសាសាមញ្ញហៅថាគេស្គាល់ថាជាចក្រមឈរនោះគឺត្រូវគោរពនៅគោលការណ៍មួយចំនួនសំខាន់ជាពិសេសគឺគោលការណ៍ទី1គេហៅថាគោលការណ៍ឋានានុក្រមឬគោលការណ៍ឯកភាពនៃអង្គការអាយកាមានន័យថាព្រះរាជអាជ្ញារងនៅអមសាលាដំបងមួយធ្វើការក្រោមការទទួលខុសត្រូវនឹងការណែនាំរបស់ព្រះអាជ្ញាហើយព្រះអាជ្ញាបាទគឺមានសិទ្ធិណែនាំនិងបញ្ជាទៅដល់ព្រះអាជ្ញារងទាំងអស់ហើយនៅសាលាតអគ្គព្រះអាជ្ញាអមសាលាតគឺជាអំណាចគេហៅឋានានុក្រមទៅលើព្រះអាជ្ញាដែលធ្វើការនៅសាលាតហើយក្រៅពីនេះទៀតនៅក្របខ័ណ្ឌនៃដំណើរការរឿងក្តីព្រហ្មទណ្ឌគឺគេហៅថាត្រូវព្រះរាជអាជ្ញាទាំងអស់ត្រូវគោរពអធិបញ្ជារបស់គេហៅថាឋានានុក្រមរបស់ខ្លួនបានន័យថាព្រះអាជ្ញារងត្រូវគោរពបញ្ជារបស់ព្រះអាជ្ញា
ព្រះញ្ញាត្រូវគ្រប់បញ្ជារបស់អគ្គព្រះញ្ញាអមសាឡាតូឬរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពដែលក្នុងករណីនេះរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពអាចធ្វើអធិបញ្ជាទៅដល់អគ្គព្រះញ្ញាអមសាឡាតូឬក៏ព្រះញ្ញាអមសាឡាដំបងចំពោះបណ្ដឹងឬក៏បទល្មើសដែលខ្លួនបានដឹងហើយបង្ហាញបញ្ជាអំពីការតាសេចក្តីសន្និដ្ឋានដែលខ្លួនយល់ឃើញថាការគួរក្នុងគោលការណ៍នៃឋានានុក្រមនេះដែរគឺដោយខ្ញុំបានលើកមិញគឺព្រះរាជអាជ្ញាត្រូវគោរពនៅគេថាគោលការណ៍ឋានានុក្រមអធិបញ្ជារបស់ថ្នាក់លើប៉ុន្តែនៅពេលសវនាការគឺព្រះរាជអាជ្ញាមានគេថាសេរីភាពខាងយោបល់របស់ខ្លួនបានន័យថាបណ្ដឹងដោយផ្ទាល់មាត់នៅពេលសវនាការគាត់អាចធ្វើការសន្និដ្ឋានដោយផ្ទាល់មាត់តាមការដែលយល់ឃើញទៅតាមសម្បញ្ញៈរបស់ខ្លួនហើយបណ្ដឹងដោយផ្ទាល់មាត់នេះដែលគេថាអាចផ្ទុយនឹងអធិបញ្ជារបស់ថ្នាក់លើมันអាចជាមូលដ្ឋានដើម្បីធ្វើការចាត់ប្រកាន់ខាងបទវិន័យរបស់គាត់ទេដែលយើងហៅថាគោលការណ៍ភាសាបារាំងមួយគេហៅថា La parole est libre la plume est seule ដែលក្នុងប្រវត្តិសាស្ត្រនៃការរៀបចំអាយកាយើងតាំងពីសម័យសង្គមរាស្ត្រនិយមជាភាសាខ្មែរហៅថាគោលការណ៍សម្រាប់ព្រះរាជអាជ្ញាបកការជាទាស័យសម្ដីដោយសេរីបានន័យថាក្នុងដីកាសន្និដ្ឋានចាត់ប្រកាន់របស់គាត់ត្រូវតែគោរពអធិបញ្ជារបស់ថ្នាក់លើបើរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពឬក៏អគ្គព្រះញ្ញាអមសាឡាតូបញ្ជាឲ្យគាត់ចាត់ប្រកាន់អំពីបទល្មើសណាមួយគាត់ត្រូវតែចាត់ប្រកាន់ជាដាច់ខាតនៅក្នុងដីកាសន្និដ្ឋានរបស់គាត់ប៉ុន្តែនៅពេលសវនាការគាត់អាចបង្ហាញនៅសម្បញ្ញៈនៅការយោបល់របស់គាត់ដែលយល់ឃើញថាវាតាមការយល់ឃើញរបស់ខ្លួននេះជាគោលការណ៍សំខាន់មួយនៅក្នុងការរៀបចំអង្គការអាយកាដែលខុសពីចក្រមអាសនៈដែលលោកឯករាជ្យហើយគោលការណ៍ទី2គឺគោលការណ៍ថាភាពមិនអាចចែកដាច់គ្នានៃអង្គការអាយកាគោលការណ៍នេះក៏បានកំណត់ផងដែរនៅក្នុងក៏ដូចជានៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចក្រមនិងព្រះញ្ញាបានន័យថានៅក្នុងការបំពេញមុខងាររបស់ខ្លួនព្រះរាជអាជ្ញាបានន័យថាយើងនិយាយជាសាមញ្ញចក្រមអាយកាអាចជំនួសគ្នាបានជានិច្ចបានថាក្នុងរឿងក្តីមួយកំពុងសាវនាការពីចាប់ដើមដំបូងព្រះញ្ញាគាត់ចូលធ្វើការសន្និដ្ឋានបន្ទាប់មកគាត់អាចឲ្យព្រះញ្ញារងបន្តគ្នាផ្លាស់ប្ដូរគ្នាជានិច្ចបាទនេះគឺជាគោលការណ៍ឯកភាពនៃអង្គការអាយកាហើយចេញពីគោលការណ៍ភាពអាចមិនចែកដាច់គ្នាហើយបានន័យថាចៅព្រះរាជអាជ្ញាគឺត្រូវទទួលខុសត្រូវរួមគ្នាព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងនៅអមសាលាអីទទួលខុសត្រូវរួមគ្នាបានន័យថាបើព្រះរាជអាជ្ញាធ្វើខុសព្រះរាជអាជ្ញារងធ្វើខុសគឺព្រះរាជអាជ្ញាដែលជាមេឋានានុក្រមនឹងត្រូវតែទទួលខុសត្រូវចំពោះឋានានុក្រមថ្នាក់លើរបស់គាត់ហើយមានគោលការណ៍មួយទៀតដែលជាគោលការណ៍សំខាន់តាក់ទងដល់ការរចនាសម្ព័ន្ធនិងអង្គការចាត់តាំងក៏ដូចជាទំនាក់ទំនងការងាររវាងស្ថាប័នអាយកាជាមួយនឹងខាងតុលាការដែលយើងហៅថាចក្រមអាសនៈគឺជាគោលការណ៍ដែលបានកំណត់ក្នុងច្បាប់យើងតែម្ដងគឺតុលាការមិនគេថាគ្មានអំណាចត្រួតពិនិត្យទៅលើចក្រមអាយកាទេចក្រមអាយកាគ្មានគេថាមិនស្ថិតនៅចំណុះអំបោះតុលាការដែលខ្លួននៅអមទេសាលាជំរះក្តីនៅខ្លួនអមទេហើយផ្នែកខាងចក្រមអាសនៈនោះឬក៏ប្រធានតុលាការនោះក៏មិនអាចគេថាធ្វើការស្ដីបន្ទោសទៅដល់ការចាត់ប្រកាន់ទៅដល់គេថាសកម្មភាពការងាររបស់អាយកាបានទេតែនៅក្នុងករណីខ្លះដែលអាយកាគេថាធ្វើខុសដែលមើលទៅឃើញថាធ្ងន់ធ្ងរចក្រមអាសនៈជាពិសេសប្រធានតុលាការនឹងអាចគេថាធ្វើការរាយការណ៍ទៅថ្នាក់លើប៉ុន្តែអាចធ្វើការស្ដីបន្ទោសផ្ទាល់បានទេបាទនេះជាគោលការណ៍សំខាន់និងរចនាសម្ព័ន្ធរបស់អង្គការអាយកាបាទខ្ញុំសូមអនុញ្ញាតបន្ថែមជូននៅអំណាចក្នុងការធ្វើអធិបញ្ជានេះរដ្ឋមន្ត្រីសួងធម៌អាចធ្វើអំណាចអធិបញ្ជាទៅលើបញ្ហាគ្រប់ទាំងអស់ប៉ុន្តែមានចំណុចមួយនោះគឺក្រមហាមក្នុងមាត្រា29គឺបានហាមចំណុចមួយថារដ្ឋមន្ត្រីក្រសួងធម៌គាត់អាចធ្វើអធិបញ្ជាឲ្យចោទប្រកាន់នៅពេលគាត់ដឹងបទល្មើសគាត់អាចធ្វើអធិបញ្ជាឲ្យចោទប្រកាន់ជនណាម្នាក់បានទោះបីព្រះញ្ញាគាត់អត់ចោទប្រកាន់គាត់ត្រូវធ្វើតាមប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពក្តីអគ្គព្រះញ្ញាអមសាឡាតូក្តីមិនអាចប្រើប្រាស់អំណាចអធិបញ្ជានេះបញ្ជាទៅឲ្យព្រះញ្ញាធ្វើការតម្កល់រឿងទុកអធិការបានទេអញ្ចឹងក្រមនេះបានការពារដាក់របាំងមួយការពារថាបញ្ជាបានប៉ុន្តែរឿងតម្កល់រឿងបញ្ជាឲ្យតម្កល់រឿងទុកចិត្តការអត់បានទេបាទនេះគឺជាចំណុចខ្ញុំចង់បញ្ជាក់ជូនបាទចាសសូមថ្លែងអំណរគុណតាមរយៈ
ការបកស្រាយរបស់អាយដាមលោកអ្នកប្រហែលជាជ្រាបហើយអំពីរចនាសម្ព័ន្ធរបស់អាយកាយើងហើយជាពិសេសទៅទៀតនោះគឺទំនាក់ទំនងនៅក្នុងការងារចាស់ហើយលោកអ្នកនាងក៏ប្រហែលជាជ្រាបហើយដែរថាក្រុមនីតិវិធីព្រហ្មទណ្ឌថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាយើងនឹងទើបតែអនុម័តកាលពីជាងពាក់កណ្ដាលឆ្នាំ2007កន្លងទៅថ្មីនេះទេចាហើយតាក់ទងទៅនឹងក្រុមនីតិវិធីព្រហ្មទណ្ឌថ្មីនេះនាងខ្ញុំសូមជម្រាបសួរអាយដាមប៊ុនហនថាតើស្ថាប័នអាយកានឹងមានបេសកកម្មសំខាន់យ៉ាងណាខ្លះនៅក្នុងដំណើរការកាត់ក្តីចា៎បាទសូមអរគុណនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌថ្មីនេះគឺបានចែងបញ្ជាក់ច្បាស់អំពីតួនាទីរបស់ស្ថាប័នអាយកាដូច្នេះនៅក្នុងការដែលចែងបញ្ជាក់ពីតួនាទីនេះគឺយើងផ្អែកទៅតាមមាត្រា131នៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាយើងឃើញថាមានចែងនៅមាត្រា4នៃក្រមនីតិវិធីនេះនិងមានចែងនៅក្នុងមាត្រាពី27ដល់មាត្រា50បាទពីមាត្រា27មាត្រា50នេះគឺបាននិយាយយ៉ាងលម្អិតអំពីការងាររបស់ស្ថាប័នអាយកាតែម្ដងចឹងនៅក្នុងមាត្រា27គឺថាបានចែងថាតើស្ថាប័នអាយកានេះមានតួនាទីសំខាន់យ៉ាងណាខ្ញុំសូមអនុញ្ញាតជម្រាបនៅមាត្រា27ទាំងស្រុងមាត្រា27គេបានចែងថាអង្គការអាយកាធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនិងសន្និដ្ឋានឲ្យតុលាការអនុវត្តច្បាប់អង្គការអាយកាធានារ៉ាប់រងការអនុវត្តសេចក្តីសម្រេចខាងបទព្រហ្មទណ្ឌព្រមទាំងធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយនៃការបង្គាប់ឲ្យចាប់ខ្លួនក្នុងការបំពេញភារកិច្ចរបស់ខ្លួនចៅក្រមអាយកាមានសិទ្ធិកេណ្ឌកម្លាំងសាធារណៈដោយផ្ទាល់ជាជំនួយបាទនេះគឺថានៅក្នុងមាត្រា27នេះចែងបញ្ជាក់អំពីតួនាទីសំខាន់របស់ស្ថាប័នអាយកាទាំងមូលគឺថាស្ថាប័នអាយកានេះគឺដោយអាយដាមភៅសម្ភារបានបញ្ជាក់ជូនអញ្ចឹងគឺថាមានទាំងស្ថាប័នអាយកានៅសាលាអមសាលាដំបងស្ថាប័នអាយកានៅអមសាលាតូនិងស្ថាប័នអាយកានៅអមតុលាការកំពូលដែលកិច្ចការរបស់គាត់គឺថាមានលក្ខណៈខុសប្លែកគ្នាខ្លះនៅក្នុងកិច្ចការរបស់ស្ថាប័នទាំង3នឹងប៉ុន្តែតួនាទីសំខាន់ដែលចែងនៅក្នុងមាត្រា27គឺថាដូចគ្នាទេដោយសារស្ថាប័នអាយកាជាស្ថាប័នមួយដែលតំណាងឲ្យសង្គមការពារប្រយោជន៍សង្គមប្រយោជន៍ទូទៅជាពិសេសគឺថាអាយកានេះជាអ្នកការពារនៅការអនុវត្តច្បាប់ប្រយោជន៍ច្បាប់តែម្ដងគឺថាយើងពិនិត្យនៅមាត្រា27យើងអាចបំបែកចេញថាការងារសំខាន់របស់គាត់ធ្វើអីខ្លះទី1គឺថាគាត់ជាអ្នកទទួលពាក្យបណ្ដឹងពីគ្រប់មជ្ឈដ្ឋានបាទគឺមានន័យថាកាលណាដែលប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងមកគាត់ក្តីឬក៏មន្ត្រីនគរបាលយុទ្ធដាក់ពាក្យបណ្ដឹងមកគាត់ក្តីឬមន្ត្រីរាជការសាធារណៈផ្សេងទៀតដែលបានដឹងរឿងពីបទល្មើសណាមួយដាក់ពាក្យបណ្ដឹងមកគាត់ផ្ទាល់ក៏បានដែរបាទដោយដែលខ្ញុំបានជម្រាបជូនពីវគ្គមុនគឺថាការដាក់ពាក្យបណ្ដឹងនេះអាចឆ្លងតាមរយៈមន្ត្រីនគរបាលយុតិធធឬក៏មកស្ថាប័នអាយកាផ្ទាល់នឹងក៏បានដែរបាទអញ្ចឹងនៅក្នុងពេលដែលគាត់បានទទួលពាក្យបណ្ដឹងគឺថាគាត់ធ្វើកិច្ចការនឹងថាតើគាត់ត្រូវធ្វើការចោទប្រកាន់មិនការធ្វើការចោទប្រកាន់នោះគឺថាគាត់ត្រូវពិនិត្យពាក្យបណ្ដឹងឲ្យបានហ្មត់ចត់ចំណុចទី2គឺគាត់ជាអ្នកធ្វើការដឹកនាំនិងសម្របសម្រួលកិច្ចការរបស់មន្ត្រីនគរបាលយុទ្ធឬភ្នាក់ងារនគរបាលយុទ្ធដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គាត់គឺមានន័យថាគាត់ចាត់ឲ្យធ្វើការស៊ើបអង្កេតបឋមឬក៏គាត់សម្របសម្រួលដឹកនាំនៅក្នុងការស៊ើបអង្កេតជាក់ស្ដែងដោយបានជម្រាបជូនពីវគ្គមុនអញ្ចឹងគឺថាកិច្ចការទាំងអស់ត្រូវស្ថិតក្រោមការឃ្លាំមើលនិងដឹកនាំរបស់គាត់ទាំងអស់ហើយនឹងពេលដែលមន្ត្រីនគរបាលយុទ្ធត្រូវការខាត់ខ្លួនអីផ្សេងគឺថាត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញាជាដើមបាទហើយទី3គឺគាត់ជាអ្នកអនុវត្តធ្វើការចោទប្រកាន់លើបណ្ដឹងអាជ្ញាដើម្បីឲ្យស្នើសុំឲ្យយុត្តាធិការស៊ើបសួរនិងយុត្តាធិការជំនុំរះអនុវត្តច្បាប់ហើយនឹងពិសេសចុងក្រោយនោះគឺថាគាត់ជាអ្នកអនុវត្តនៅសេចក្តីសម្រេចឬក៏យើងអាចនិយាយថាសាលក្រមព្រហ្មទណ្ឌតែម្ដងនៅពេលដែលមានសាលក្រមព្រហ្មទណ្ឌចូលជាស្ថាពរគឺថាស្ថាប័នអាយកានឹងជាអ្នកអនុវត្តកិច្ចការនឹងផ្ទាល់ដោយខ្ញុំបានជម្រាបអំបញ្ញមិញថាតើអាយកាខេត្តក្រុងនិងតុលាការសាលាតូហើយនឹងអាយកានៅអមតុលាការកំពូលហ្នឹងវាខុសគ្នាការងារយ៉ាងម៉េចខ្លះគឺថា
បើយើងនិយាយពីអាយកាអមតុលាការក្រុងគឺថាកិច្ចការរបស់គាត់គឺបឋមគេមុនគេគាត់ធ្វើកិច្ចការនឹងនៅដំណាក់កាលនៃទទួលពាក្យបណ្ដឹងដំបូងគាត់ធ្វើការដឹកនាំបរិញ្ញាដោយផ្ទាល់នៅសំទោសមន្ត្រីនគរបាលយុត្តិធម៌ផ្ទាល់នៅក្នុងការស៊ើបអង្កេតបឋមនឹងជាក់ស្ដែងអីជាដើមឯចំពោះបរិញ្ញាអមសាលាតូយើងអាចនិយាយថាស្ថាប័នអាយកាអមសាលាតូនោះគឺថាគាត់ឃ្លាំមើលពីលើនឹងទៀតបាទឃ្លាំមើលកិច្ចការរបស់អាយកាអមតុលាការខេត្តក្រុងហើយនឹងឃ្លាំមើលនឹងលើកិច្ចការរបស់នគរបាលយុត្តិធម៌ផងដែរហើយគាត់ក៏ជាអ្នកមានសិទ្ធិនៅក្នុងការដាក់វិន័យទៅលើមន្ត្រីនគរបាលយុត្តិធម៌ដែលបានប្រព្រឹត្តកំហុសនៅក្នុងកិច្ចការហ្នឹងឯតុលាការកំពូលវិញគាត់ជាអ្នកទទួលនិងចាត់ការទៅលើពាក្យបណ្ដឹងតវ៉ានឹងសេចក្តីសម្រេចរបស់តុលាការដែលគេប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាតូពាក់ព័ន្ធទៅនឹងកិច្ចការព្រហ្មទណ្ឌនឹងតែម្ដងហើយនឹងមួយទៀតគឺថាគាត់ជាអ្នកស្នើសុំឲ្យអនុវត្តទៅលើការជំនុំជម្រះពាក់ព័ន្ធទៅនឹងការប្តឹងសាររើផងដែរនៅក្នុងរឿងព្រហ្មទណ្ឌនេះគឺជាអ្វីដែលខ្ញុំបានចង់ជម្រាបសង្ខេបអំពីការងាររបស់ស្ថាប័នអាយកាទាំងមូលបាទសូមការងាររបស់ស្ថាប័នអាយកាគឺមានភាពល្អិតល្អន់គឺត្រួតពិនិត្យបន្តគ្នាចាអំបញ្ញមិញអាយដាមមានប្រសាសន៍ថាអាយកាគឺជាអ្នកអនុវត្តបណ្ដឹងអាជ្ញាចាតកតងទៅនឹងអនុវត្តបណ្ដឹងអាជ្ញានេះជាដំបូងនេះខ្ញុំសូមអញ្ជើញអាយដាមមកកើតរិទ្ធបញ្យល់ទូទស្សនិកជនឲ្យបានជ្រាបទៅថាតើអ្វីទៅជាបណ្ដឹងអាជ្ញានោះចាបាទសូមអរគុណដល់លោកស្រីពិធីការនេះដែលបានសួរសំណួរនេះតែខ្ញុំយល់ឃើញថាសំណួរនេះគឺជាសំណួរដែលមានសារៈសំខាន់នៅក្នុងការរៀបចំសំណុំរឿងក្តីព្រហ្មទណ្ឌនេះតែម្ដងខ្ញុំនៅចាំបានថាការពីព្រះអង្គទី1ការពីកម្មវិធីមុនដំបូងគេបំផុតនោះគឺអាយដាមភៅសម្ភីបានបញ្ជាក់ជូនថានៅក្នុងរឿងព្រហ្មទណ្ឌហ្នឹងគឺបណ្ដឹងគេចែកចេញជា2ចា៎នៅពេលដែលមានបទល្មើសមួយកើតឡើងហ្នឹងជាទូទៅមិនគ្រប់ករណីទាំងអស់ទេប៉ុន្តែជាទូទៅនោះគឺតែងបង្កើតឲ្យមានបណ្ដឹង2បណ្ដឹងមួយនោះគេឲ្យឈ្មោះថាជាបណ្ដឹងអញ្ញាចា៎ហើយយើងអាចហៅមួយយ៉ាងទៀតថាជាបណ្ដឹងព្រហ្មទណ្ឌហើយទី2គឺគេឲ្យឈ្មោះថាជាបណ្ដឹងរដ្ឋប្រវេណីចា៎បណ្ដឹងដែលកើតចេញពីបទល្មើសព្រហ្មទណ្ឌនេះមានគោលដៅនិងកម្មវត្ថុខុសគ្នាបាទនៅក្នុងបណ្ដឹងព្រហ្មទណ្ឌឬហៅថាបណ្ដឹងអាជ្ញានោះគឺមានគោលដៅដើម្បីស្វែងរកនៅកំណត់នៅអត្ថិភាពតាមផ្លូវច្បាប់ថាមានបទល្មើសកើតឡើងហើយគោលដៅចម្បងគោលដៅចុងក្រោយនៃបណ្ដឹងអាជ្ញានោះគឺការឈានទៅដល់ការផ្ដន្ទាទោសជនល្មើសដើម្បីធានានៅសណ្ដាប់ធ្នាប់សាធារណៈការពារនៅសណ្ដាប់ធ្នាប់សាធារណៈចំណែកឯបណ្ដឹងរដ្ឋប្រវេណីនេះគឺជាបណ្ដឹងដែលជាទូទៅកើតមកពីភាគីជនរងគ្រោះតែគាត់ដាក់ពាក្យប្តឹងនេះក្នុងកម្មវត្ថុនិងគោលដៅដើម្បីទទួលបាននៅការជួសជុលសំណងការខូចខាតរបស់គាត់អញ្ចឹងតាមរយៈនេះយើងអាចឃើញថាអ្នកដែលចាត់ចែងលើបណ្ដឹង2នេះខុសគ្នាចាទី1គឺអ្នកដែលចាត់ចែងទៅលើបណ្ដឹងនេះទី1គឺសំដៅទៅដល់បណ្ដឹងអាជ្ញាគឺក្នុងនេះគឺអាយដាមភៅសម្ភីទើបតែបញ្ជាក់រួចមិញថាបណ្ដឹងអាជ្ញានេះយោងតាមរដ្ឋធម្មនុញ្ញគឺមានអង្គការមួយដែលទទួលបន្ទុកដែលជាអង្គការតំណាងឲ្យសង្គមទូទៅទទួលបន្ទុកអំពីបណ្ដឹងអាជ្ញាដែលយើងឲ្យឈ្មោះថាអាយកានេះឯងអញ្ចឹងនៅពេលដែលឧទាហរណ៍ថាមានករណីដែលភាគីជនរងគ្រោះនិងភាគីជនល្មើសគាត់និយាយទៅរើគ្នាគាត់ថាសុំបងលុយឲ្យប៉ុណ្ណេះអញ្ចឹងទៅហើយថាដើម្បីបញ្ចប់រឿងដករឿងព្រហ្មទណ្ឌបាទការយល់ឃើញនោះគឺខុសទាំងស្រុងមិនមែនជាការអនុវត្តនេះវាខុសទាំងស្រុងទេតាមពិតនៅពេលដែលភាគីគាត់និយាយស្រស់ស្រួលគ្នាហើយប៉ះពើជាសំណងការខូចខាតយើងឃើញហើយថាបណ្ដឹងរដ្ឋវេណីមានគោលដៅដើម្បីទាមទារនៅសំណងការខូចខាតអញ្ចឹងនៅពេលដែលភាគីជនល្មើសគាត់ផ្ដល់ជាប្រាក់កាសក្តីនឹងដើម្បីជួសជុលការខូចខាតឲ្យដើម្បីឲ្យដកពាក្យប្តឹងហ្នឹងគឺបានន័យថាគាត់អាចដកបានត្រឹមតែបណ្ដឹងរដ្ឋវេណីទេព្រោះមូលហេតុអីបណ្ដឹងអាជ្ញាគឺស្ថិតនៅក្នុងដៃនៃស្ថាប័នមួយដែលតំណាងសង្គមគឺអាយកាអញ្ចឹងគាត់សម្រួលគ្នាតែក្របខ័ណ្ឌរឿងសំណងទេឯបណ្ដឹងអាជ្ញានៅតែបន្តទៀតដាច់ខាតត្រូវតែបន្តព្រោះមូលហេតុអីយើងឃើញថាបណ្ដឹងអាជ្ញាមានគោលដៅមួយគឺផ្ដន្ទាទោសហើយទោសព្រហ្មទណ្ឌគឺដើម្បីការពារសណ្ដាប់ធ្នាប់សង្គមបង្ការដល់ជនដទៃផ្សេងទៀតធ្វើឲ្យជនដទៃផ្សេងទៀតរអាក្នុងការប្រព្រឹត្តបទល្មើសបើករណីនឹងមួយគេសម្រួលសម្លាប់អនុហើយសម្រួលបានអញ្ចឹងបើសិនជាអង្គការសង្គម
មិនចាត់ចែងក្នុងករណីដើម្បីធ្វើការធ្វើប្រតិកម្មផ្ដន់ទោសជននោះទេយើងឃើញថាជននោះខ្លាយទៅជាជនមិនរៀងចោលគាត់អាចទៅសម្លាប់ជនដទៃផ្សេងទៀតហើយអ្នកដទៃឃើញអញ្ចឹងក៏គាត់ទៅទៀតបង្កើតឲ្យមានភាពអនាធិបតេយ្យក្នុងសង្គមអញ្ចឹងហើយបានជាក្រមនីតិវិធីព្រហ្មទណ្ឌយើងក្តីរដ្ឋធម្មនុញ្ញក្តីបានបកគលនៅសិទ្ធិអំណាចក្នុងការចាត់ចែងលើបណ្ដឹងអាជ្ញានេះមកឲ្យស្ថាប័នមួយដែលតំណាងឲ្យសង្គមផលប្រយោជន៍ទូទៅគឺស្ថាប័នអាយកានេះចាសរុបសេចក្តីមកតាមប្រសាសន៍របស់អាយដាមច្បាប់នៅតែជាច្បាប់ចាមិនមានការលើកលែងទេចានេះខ្ញុំសូមអាយដាមជួយស្រាយបំភ្លឺអំពីអាយកាដែលជាអ្នកអនុវត្តបណ្ដឹងអាជ្ញានោះតើមានអ្វីខ្លះហើយបើសិនជាជនរងគ្រោះគាត់មានពាក្យប្តឹងតើអាយកាគាត់មានចំណាត់ការយ៉ាងម៉េចខ្លះដែរចឹងបាទដោយអំបញ្ញមិញអាយដាមប៊ុនហ៊ុនបានបញ្ជាក់ជូនហើយថារាល់ពាក្យបណ្ដឹងផ្សេងៗហ្នឹងគឺត្រូវដាក់ជូនទៅអាយកាចា៎មានទាំងបណ្ដឹងទាមទារបណ្ដឹងបរិហាផ្សេងកន្លែងនេះគឺធ្វើឲ្យអាយកាคล้ายទៅជាស្ថាប័នមួយយើងអាចនិយាយថាស្ថាប័នកណ្ដាលចុះនៃគ្រប់ព័ត៌មានតកតងបទមួយព្រំទាន់គឺត្រូវបញ្ជូនឲ្យគាត់ទាំងអស់ចា៎ហើយក្រោយពេលដែលគាត់ទទួលបានព័ត៌មានហ្នឹងមិនត្រឹមតែចេញពីពាក្យប្តឹងទេឬពាក្យប្តឹងបរិហាសូម្បីតែព័ត៌មានជាពាក្យចចាមអារាមក៏គាត់អាចទទួលបានដែរហើយដើម្បីគាត់ពិនិត្យលើសារណភាពហ្នឹងថាគួរធ្វើយ៉ាងដូចម្តេចឬមួយក៏ព័ត៌មានតាមកាសែតទស្សនាវដ្តីផ្សេងក៏គាត់អាចទទួលយកបានទាំងអស់អញ្ចឹងនិយាយចំថាព័ត៌មានព្រំមិនទាន់ហ្នឹងត្រូវបញ្ជូនទៅឲ្យស្ថាប័ននេះឯងអញ្ចឹងពេលដែលគាត់ទទួលមកតាមសំណួររបស់លោកស្រីពិធីការនេះបានន័យថាតើបរិញ្ញាគាត់ចាត់ការយ៉ាងដូចម្តេចខ្លះទៅលើមិនដឹងនោះទីមួយមុននឹងបញ្ជាក់ជូនថាតើបរិញ្ញាគាត់សម្រេចយ៉ាងម៉េចទៅលើពាក្យប្តឹងនោះខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូននៅចំណុចសំខាន់មួយដែលមានចែងក្នុងក្រមនីតិវិធីព្រំទាន់យើងនេះតាមខ្ញុំគឺក្នុងមាត្រា40ដែលចែងបញ្ជាក់ថាមុនពេលគាត់ចាត់ការសម្រេចយ៉ាងណាទៅលើពាក្យប្តឹងមួយនោះអាយកាគាត់ត្រូវបើកការស៊ើបសួរបើសំទោសបើកការស៊ើបអង្កេតបឋមឬស្រាវជ្រាវបន្ថែមហេតុអ្វីបានជាក្រមដាក់អញ្ចឹងថាពាក្យប្តឹងមួយជួនកាលវាមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់គាត់ធ្វើការសម្រេចអញ្ចឹងគេឲ្យគាត់ពិនិត្យទៅលើសារភាពនោះបើសិនជាខ្វះខាតគាត់ត្រូវបង្គាប់ឲ្យមានការស្រាវជ្រាវរកព័ត៌មានបន្ថែមព័ត៌មាននោះនឹងคล้ายទៅជាមូលដ្ឋានសម្រាប់គាត់ពិចារណាទីមួយកំណត់ថាមានបទល្មើសឬមួយក៏អត់ហើយនឹងនឹងប្រើប្រាស់នៅពេលក្រោយទៀតថាតើគាត់ចាត់ការយ៉ាងម៉េចនៅពេលគាត់ប្រមូលគ្រប់ហើយតើអង្គើអង្គហេតុគេប្តឹងពាក្យប្តឹងនោះបង្កើតជាបទល្មើសមួយក៏យ៉ាងណាទី2ក្រោយពេលប្រមូលបានហើយបរិញ្ញាគាត់ត្រូវពិនិត្យសិក្សាជាបឋមទៅលើស្ថានភាពនៃបណ្ដឹងអាជ្ញាតើគាត់អាចអនុវត្តបណ្ដឹងអាជ្ញាបានដែរឬទេក្នុងស្ថានភាពនោះចា៎អញ្ចឹងក្នុងនេះហេតុដល់បានអាចារ្យពុនហ៊ុនបានបញ្ជាក់ជូនហើយថាពេលខ្លះឃើញជាបទល្មើសព្រំប្រទានហើយត្រូវមើលទៀតថាតើអាចចោទប្រកាន់បានអត់គឺអាស្រ័យទៅលើស្ថានភាពនៃបណ្ដឹងអាជ្ញានោះឯងអញ្ចឹងអាយដាមហ៊ុនបានបញ្ជាក់ជូនថាវាមានចំណុចមួយនោះគឺតាក់ទងជាមួយនឹងអាជ្ញាយកានៃបទល្មើសចា៎ហើយអាជ្ញាយកាបទល្មើសនេះក៏មានចែងក្នុងមាត្រា10និងមាត្រា11នៃក្រមនីតិវិធីព្រំប្រទានយើងដែលបានកំណត់ថាទោះបីជារឿងនោះរឿងព្រំប្រទានប៉ុន្តែគេទុករយៈពេលមួយសម្រាប់ធ្វើបណ្ដឹងអាជ្ញាធ្វើបណ្ដឹងអាជ្ញាមានន័យថាម៉េចគឺចោទប្រកាន់អញ្ចឹងគាត់អាចចោទប្រកាន់តាមរយៈមាត្រា10នៃក្រមនីតិវិធីព្រំប្រទាននៅក្នុងរឿងព្រំប្រទានតាក់ទងបទឧក្រិដ្ឋអាជ្ញាយកាមានរយៈពេល15ឆ្នាំបាទអញ្ចឹងក្នុងមាត្រា10គឺចែងច្បាស់ណាបាទគឺចែងថាលើកលែងតែបទបញ្ញត្តិនៃមាត្រា9បាទនៃក្រមនេះចេញធរៈវិធាននៃអាជ្ញាយកានៃបណ្ដឹងអាជ្ញាមានដូចតទៅទី1 15ឆ្នាំសម្រាប់ចំពោះបទឧក្រិដ្ឋ5ឆ្នាំចំពោះបទមជ្ឈិម1ឆ្នាំចំពោះបទលហុអញ្ចឹងបានន័យថាបទឧក្រិដ្ឋសម្រាប់គេណាម្នាក់សម្រាប់ជនណាម្នាក់គឺជាបទឧក្រិដ្ឋអាចចោទប្រកាន់បានលុះត្រាតែពិនិត្យថាតើរយៈពេលចាប់ពីការប្រព្រឹត្តរហូតដល់ពេលចោទប្រកាន់ហ្នឹងមានរយៈពេលប្រមាណបើសិនជាហួសហើយ20ឆ្នាំ30ឆ្នាំហើយគឺលែងអាចចោទប្រកាន់បានហើយគេថាបណ្ដឹងអាជ្ញារលត់ដោយការផុតអាជ្ញាយកាហើយក្នុងក្រមយើងនេះមានចែងចំណុចផ្សេងៗទៀតដែលតាក់ទងជាមួយនឹងបញ្ហានេះតាក់ទងការរំលត់នៃបណ្ដឹងអាជ្ញានេះដូចជាតាក់ទងមរណភាពនៃជនល្មើសបើសិនជាកំពុងតែចោទប្រកាន់ស្រាប់តែជនល្មើសគាត់ទទួលមរណភាពជនល្មើសបណ្ដាលឲ្យបណ្ដឹងអាជ្ញារលត់អញ្ចឹងត្រូវបញ្ឈប់ការចោទប្រកាន់ហើយបញ្ឈប់នីតិវិធីត្រឹមនោះមួយទៀតគឺតាក់ទងការផុតអាជ្ញាយកាដែលបានលើកជូនមិញទី3គឺតាក់ទងការលើកលែងទោសជាទូទៅបាទនេះមានច្បាប់មួយកំណត់លើកលែងទោសជាទូទៅទី4តាក់ទងនិរិះកនៃច្បាប់ព្រហ្មទណ្ឌបាទនេះលុបចោលបទល្មើសហើយនឹងទី5គឺអាជ្ញាអស់ជំនុំបាទអ
ចឹងខ្ញុំសូមបញ្ជាក់ជូនអំពីស្ថានភាពនៃបណ្ដឹងអាជ្ញាត្រឹមប៉ុណ្ណេះសិនហើយបន្តទៀតគឺខ្ញុំសូមបញ្ជាក់ជូនទៅនឹងសំណួររបស់លោកស្រីវិធីការនេះដែលបានសួរថាតើចំណាត់ការក៏ត្រូវធ្វើយ៉ាងដូចម្ដេចពេលទទួលបានបណ្ដឹងអញ្ចឹងក្នុងក្រមយើងងាយទេយើងបើកក្នុងក្រមនីតិវិធីព្រំទាន់នៅក្នុងបាទមាត្រា40បានបញ្ជាក់ជូនដែរនៅពេលទទួលពាក្យបណ្ដឹងគឺគាត់ត្រូវពិនិត្យលើស្ថានភាពនោះហើយអស់ហើយគឺការសម្រេចរបស់គាត់ងាយទេទី1ការគាត់គួរចោទប្រកាន់ឬមិនចោទប្រកាន់បើសិនជាស្ថានភាពបង្ហាញតម្រូវឲ្យគាត់មិនចោទប្រកាន់គាត់សម្រេចតាមផ្លូវមួយនីតិវិធីឲ្យឈ្មោះថាការតម្កល់រឿងទុកអត្តចការចា៎ប៉ុន្តែបើសិនជាគាត់សម្រេចថាត្រូវធ្វើការចោទប្រកាន់អញ្ចឹងគាត់សម្រេចធ្វើការចោទប្រកាន់ចា៎តែទាំងពីរនេះខុសគ្នាមិនចា៎បាទកល់ទុករឿងមិនចាត់ការខ្ញុំសូមបញ្ជាក់ជូនថាការតម្កល់រឿងទុកចាត់ការដូចខ្ញុំបញ្ជាក់ជូនជាភាសាសាមញ្ញបានន័យថាគាត់ជ្រើសរើសយកផ្លូវមួយគឺផ្លូវមិនចោទប្រកាន់អញ្ចឹងកាលណាគាត់មិនចោទប្រកាន់គឺគាត់សម្រេចតម្កល់រឿងទុកអត្តការឯលក្ខខណ្ឌនិងនីតិវិធីមានដូចខាងក្រោមទី1គាត់ពិនិត្យថាតើស្ថានភាពណាខ្លះដែលគាត់ត្រូវធ្វើការតម្កល់រឿងទុកអត្តការហើយពេលណាខ្លះគាត់គួរធ្វើការតម្កល់រឿងទុកអត្តការអញ្ចឹងក្រមយើងបានផ្ដល់បញ្ជាក់ជូនឲ្យថាប្រញ្ញាគាត់ថ្លឹងថ្លែងលើចំណាត់ការរបស់គាត់ចា៎នៅក្នុងការថ្លឹងថ្លែងនេះយើងឃើញថាមានហេតុផលមួយចំនួននោះប្រញ្ញាគាត់សម្រេចតម្កល់រឿងទុកអត្តការខ្ញុំសូមលើកករណីមួយដែលអាដាមប៊ុនហ៊ុនបានបញ្ជាក់ពីខាងដើមនៅពេលដែលទទួលបានពាក្យប្តឹងនោះយើងឃើញថានៅក្នុងពាក្យប្តឹងរបស់គាត់បើសិនជាអង្គហេតុនៃរឿងក្រោយពេលដែលគាត់ធ្វើការស៊ើបអង្កេតបឋមបង្គាប់ឲ្យធ្វើការស្រាវជ្រាវបន្ថែមហើយគាត់យល់ឃើញថាអង្គហេតុនៃរឿងនោះមិនបង្កើតបានជាបទល្មើសព្រហ្មទណ្ឌទេចា៎បាទជាប្រភេទរឿងរដ្ឋប្រវេណីវិវាទពាណិជ្ជកម្មជាដើមឬវិវាទការងារជាដើមអញ្ចឹងក្នុងករណីហ្នឹងគាត់អត់អាចចោទប្រកាន់បានទេព្រោះគាត់ចោទប្រកាន់ពីបណ្ដឹងអាជ្ញាព្រហ្មទណ្ឌនៅពេលមានបទល្មើសអញ្ចឹងបើរឿងនោះមិនមែនជារឿងព្រហ្មទណ្ឌគាត់មិនអាចចោទប្រកាន់អញ្ចឹងករណីគាត់សម្រេចតម្កល់រឿងទុកអត្តការអញ្ចឹងចំណុចហេតុផលទី1អង្គហេតុនៃរឿងមិនបង្កើតបានជាបទល្មើសព្រហ្មទណ្ឌចំណុចទី2នៅក្នុងករណីដែលអាដាមប៊ុនហ៊ុនក៏បានបញ្ជាក់ជូនគឺតាក់ទងករណីដែលបណ្ដឹងអាជ្ញារលត់ក្នុងករណីនេះក្នុងក្រមនីតិវិធីព្រហ្មទណ្ឌយើងបានចែងហើយនៅពេលដែលបណ្ដឹងអាជ្ញារលត់មាត្រា7នោះគឺការចោទប្រកាន់ត្រូវប្រឈប់បាទអញ្ចឹងគាត់នៅពេលដែលឃើញថាមានហេតុផលមូលហេតុនៃការរំលត់បណ្ដឹងអាជ្ញាហើយគឺគាត់អាចសម្រេចធ្វើការតម្កល់នឹងទុកចាត់ការប៉ុន្តែហេតុផលមួយទៀតដែលជាហេតុផលថ្មីសាឡាងនោះគឺតាក់ទងជាមួយនឹងការតម្កល់រឿងទុកចាត់ការប៉ុន្តែតាក់ទងបទល្មើសព្រហ្មទណ្ឌដែលកន្លែងនេះគេឲ្យឈ្មោះថាគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ឬនៃបណ្ដឹងអាជ្ញាមានរឿងមួយចំនួនបង្កើតជាបទល្មើសព្រហ្មទណ្ឌប៉ុន្តែគាត់អាចមិនចោទប្រកាន់ដោយយោងតាមកលៈទេសៈនៃការប្រព្រឹត្តបទល្មើសជាដើមឧទាហរណ៍ដូចជាបទល្មើសហ្នឹងគឺជាប្រភេទបទល្មើសតូចតាចបាទលួចស្វាយមួយហើយស្វាយហ្នឹងក្តប់ស្វាយទៀតឧទាហរណ៍បាទលួចប៊ិចម្ដើមហើយប៊ិចហ្នឹងគឺប៊ិចតែចិត្តអស់ទឹកទៀតឧទាហរណ៍អញ្ចឹងស្ថានភាពហ្នឹងគឺបទល្មើសចោរកម្មជាប្រភេទបទល្មើសមជ្ឈិមហើយអាចផ្ដន់ទោសរហូតដល់5ឆ្នាំប៉ុន្តែគាត់យល់ឃើញថាតើករណីហ្នឹងគួរធ្វើការចោទប្រកាន់ទេបើសិនជាក្នុងនោះជនរងគ្រោះគាត់មិនតាំងអើពើចំពោះអំពើដែលគេលួចក្តប់ស្វាយគាត់ផងតើសង្គមគួរអន្តរាគមន៍ផ្ដន់ទោសទេអញ្ចឹងកន្លែងនេះគឺប្រញ្ញាចូលអន្តរាគមន៍ក្នុងនាមជាអ្នកសម្របសម្រួលគ្រប់គ្រងលើស្ថានភាពនៃសម្ដាប់ធ្នាប់សាធារណៈហើយគាត់អាចសម្រេចតម្កល់រឿងនោះទុកអត្តការហើយដូចខ្ញុំបញ្ជាក់ជូនគឺអាស្រ័យទៅតាមកលៈទេសៈដូចជាជនល្មើសប្រព្រឹត្តលើកទី1បទល្មើសតូចតាចជនរងគ្រោះមិនធ្វើការទាមទារអីនេះទេបាទហើយជនល្មើសក៏គាត់បានជួសជុលមួយចំនួនអីចឹងទៅបាទអញ្ចឹងគាត់អាចសម្រេចបង្ករឿងទុកការជំរឿសទី2គឺជំរឿសចោទប្រកាន់នៅពេលដែលគាត់យល់ឃើញថាត្រូវចោទប្រកាន់បានន័យថាស្ថានភាពដែលមានបទល្មើសព្រហ្មទណ្ឌគាត់មានវិធី3យ៉ាងដើម្បីធ្វើការចោទប្រកាន់ទី1គឺគាត់អាចសម្រេចធ្វើការចោទប្រកាន់នៅក្នុងស្ថានភាពលក្ខខណ្ឌដែលយើងអាចពិភាក្សាគ្នាតទៅទៀតទី1គឺក្នុងស្ថានភាពនៃការបញ្ជូនរឿងទៅជំនះផ្ទាល់ហើយនៃការកោះហៅបញ្ជូនទៅជំនះផ្ទាល់ទី2គឺការបង្ហាញខ្លួនភ្លាមហើយទី3គឺការបើកការស៊ើបសួរហើយតែចំណុចនេះយើងនឹងមានឱកាសដើម្បីពិភាក្សានេះបន្ថែមទៀតខ្ញុំមានចម្ងល់ទៅលើចំណុច3នេះដែរនេះខ្ញុំសូមជម្រាបសួរអាដាមភៅសំភីម្ដងសូមអញ្ជើញអាដាមបកស្រាយជូននៅវិធីទី1គឺស្ដីដែលអាដាមមានភាសាអំបញ្ញមិញវិធីទី1នោះគឺការបញ្ជូនខ្លួនទៅជំរះផ្ទាល់ចាតើមានអ្វីខ្លះទៅនៅក្នុងការបញ្ជូនបាទសូមថ្លែងអំណរគុណបាទលោកស្រីពិធីការនេះមុននឹងចាប់ផ្ដើមឆ្លើយនឹងសំណួរស្ដីពីនីតិវិធីនៃការបញ្ជូនខ្លួនបាទទៅជំនុំជម្រះផ្ទាល់នេះខ្ញុំបាទសូមបញ្ជាក់បន្ថែមក្នុងករណីលើកលែងមួយចំនួននៃគេហៅថាការរលត់បណ្ដឹងអាជ្ញាបានថាបណ្ដឹងអាជ្ញាអាចរលត់ដោយសារការសម្របសម្រួលគឺក៏ដោយការដកពាក្យប្តឹងរបស់ជនរងគ្រោះមានករណីមួយចំនួនក្នុងករណីដែលច្បាប់ចែងដោយជាក់លាក់
ហើយក្រមនីតិវិធីព្រហ្មទណ្ឌយើងក៏បានកំណត់នៅក្នុងមាត្រា8ដែរករណីមួយចំនួនច្រើនតែបាត់ល្មើសពាក់ព័ន្ធនឹងគេថាតាក់ទងនឹងកិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្សដូចជាករណីបទគេថាជេរប្រមាថឬក៏បរិហាគេបើសិនជាជនរងគ្រោះគេមិនប្តឹងទេគឺព្រះញ្ញាមិនអាចធ្វើការចាត់ប្រកាន់បានទេឬក៏ប្តឹងហើយគេដកពាក្យវិញក៏បណ្ដឹងអាជ្ញាត្រឡូតហើយមានករណីមួយចំនួនច្បាប់ថ្មីយើងទៅនឹងចេញគឺច្បាប់ស្តីពីឯកពន្ធភាពគឺក្នុងករណីផិតក្បត់បើសិនជាសហព័ន្ធណាមួយគាត់ដំបងគាត់ប្តឹងខឹងប្តីគាត់ឧទាហរណ៍ថាប្រពន្ធគាត់ប្តឹងប្តីគាត់ទៅព្រះញ្ញាពេលព្រះញ្ញាចាប់ដើមធ្វើការចាត់ប្រកាន់ប៉ុន្តែគាត់នឹកឃើញថាមិនគួរចាត់ប្រកាន់គាត់សុំឲ្យព្រះញ្ញាគាត់សុំដកពាក្យបណ្ដឹងគឺបណ្ដឹងអាជ្ញាត្រូវរលត់នេះជាករណីគេហៅថាលុះត្រាតែច្បាប់បានចែងដោយជាក់លាក់ទៅថាបណ្ដឹងអាជ្ញាអាចរលត់ដោយសារការសម្របសម្រួលឬក៏ដោយការដកពាក្យបណ្ដឹងរបស់ជនរងគ្រោះតាក់ទងនឹងនីតិវិធីនៃការគេហៅថាការបញ្ជូនខ្លួនទៅជំនុំជម្រះផ្ទាល់តាមរយៈដីកាកោះហៅបាទជំនុំជម្រះផ្ទាល់នេះគឺជានីតិវិធីមួយដែលយើងបានកំណត់ដោយអាយដាមការរដ្ឋបានលើកឡើងមិញគឺជាជំរើសនៃការចោទប្រកាន់របស់ព្រះរាជអាជ្ញាគឺដីកាកោះហៅទៅជំនុំជម្រះផ្ទាល់នេះគឺជាបញ្ជាឲ្យជនជាប់ចោទចូលទៅបង្ហាញខ្លួននៅមុខតុលាការជាន់ដំបូងគឺនីតិវិធីនេះត្រូវបានកំណត់នៅក្នុងមាត្រា46នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់យើងហើយដីកាកោះហៅនេះគឺមានព័ត៌មានមួយចំនួនដែលគេថាចាំបាច់ត្រូវតែមានចុះនិទេសដោយព្រះញ្ញាទីហោដូចជាអត្តសញ្ញាណនៃជនជាប់ចោទសេចក្តីសង្ខេបនៃអង្គហេតុតើគេចោទប្រកាន់ពីបទអ្វីសង្ខេបអង្គហេតុឈ្មោះនៃបទល្មើសហើយនឹងពីមាត្រាច្បាប់ដែលបង្ក្រាបនឹងបញ្ជាក់អំពីបទល្មើសនេះហើយខ្ញុំបាទក្នុងក្របខ័ណ្ឌនៃក្រសួងយុទ្ធភ័ពគណៈកម្មការរៀបចំរូបមន្តអនុវត្តរបស់ក្រសួងយុទ្ធភ័ពយើងហ្នឹងគឺយើងបានរៀបចំនេះគឺជាទម្រង់នៃដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់បាទដែលមាននៅក្នុងហៅថាមានអត្តសញ្ញាណរបស់ជនល្មើសមាននាមតកូលនាមខ្លួនថ្ងៃខែឆ្នាំកំណើតបន្ទាប់មកមានត្រូវអ្នកឯងចូលចោទប្រកាន់សង្ខេបនៃអង្គហេតុឈ្មោះនៃបទល្មើសចែងនៅក្នុងមាត្រាណាហើយក្រៅពីនោះត្រូវកំណត់គេហៅថាបញ្ជាក់ពីតុលាការទីកន្លែងនៃតុលាការនិងកាលបរិច្ឆេទនិងម៉ោងដែលត្រូវសវនាការបាទហើយនៃការនេះក៏ត្រូវបញ្ជាក់ផងដែរពីថាជនជាប់ចោទមានសិទ្ធិគេថាមានមេធាវីអមបាទរកមេធាវីអមដូច្នេះក្នុងក្របខ័ណ្ឌនៃការអនុវត្តនីតិវិធីនេះគឺជាបទល្មើសជាគោលការណ៍នៅក្នុងមាត្រា49នៃក្រមនីតិវិធីព្រហ្មទណ្ឌយើងគឺបទលះហុគឺព្រះរាជអាជ្ញាត្រូវតែធ្វើនីតិវិធីនេះបាទកោះហៅទៅជំនុំជម្រះផ្ទាល់តាមមាត្រា49ហើយក្រៅពីនឹងបទមជ្ឈិមក៏អាចធ្វើបានដែរក្នុងករណីដែលមានភ័ស្តុតាងបាទហើយក្នុងក្របខ័ណ្ឌនៃការកែថាបញ្ជូនដំណឹងដីកានេះគឺក្រមនីតិវិធីព្រហ្មទណ្ឌយើងបានកំណត់ពីបែបបទមួយចំនួនដែលត្រូវអនុវត្តដើម្បីថាដីកានេះឲ្យមាននិយត្តភាពឧទាហរណ៍គឺយើងបានកំណត់នៅក្នុងមាត្រា456ដល់464ដែលនៅក្នុងកំណត់នេះគឺបានន័យថាបញ្ជាក់ពីព័ត៌មានដែលខ្ញុំបានលើកមិញនៅក្នុងទម្រង់ដីកានេះហើយបន្ទាប់មកគឺរយៈពេលដែលត្រូវកោះហៅហ្នឹងគេបានកំណត់ថាបើសិនជាជនជាប់ចោទនឹងនៅក្នុងដែនដីនៃសមត្ថកិច្ចដែលតុលាការដែលត្រូវសម្រេចក្តីគឺសម្រាប់15ថ្ងៃបើជនជាប់ចោទនៅខេត្តផ្សេងគឺ20ថ្ងៃបើជនជាប់ចោទនៅរដ្ឋជាប់ទល់ដែនជាមួយប្រទេសកម្ពុជាយើងគឺ2ខែហើយបើសិនជាជនជាប់ចោទរស់នៅទីកន្លែងផ្សេងទៀតគឺ3ខែនេះជារយៈពេលដែលត្រូវគោរពហើយជាគោលការណ៍ការប្រគល់ដីកាកោះនេះគឺព្រះញ្ញាក្នុងក្របខ័ណ្ឌនៃទីថ្មីនេះគឺជាតួអង្គចម្បងគេដែលជាអ្នកធានានៅការប្រគល់ជូនដីកាគឺហើយប៉ុន្តែការប្រគល់ដីកានេះក៏អាចធ្វើឡើងគេហៅថាដោយអាជ្ញាសាលាឬក៏ដោយគេហៅថាក្រឡាបញ្ជីដោយអង្គភាពនគរបាលបាទយុតិធម៌ឬក៏កងរាជអាវុធហត្ថឬក៏ក្នុងករណីដែលគេហៅថាជនជាប់ចោទអាវុធមានពីទីលំនៅហើយឬក៏នៅក្នុងផ្ទះរបស់ជនជាប់ចោទនឹងពុំមានជនមនុស្សដែលគ្រួសារដែលមានវត្តមាននឹងគាត់ទទួលព្រមទទួលដីកាកោះហៅនេះឲ្យចូលខ្លួនដើម្បីជំនុំជម្រះនេះទេគឺការបញ្ជូនបកគលដីកានេះគឺអាចបកគលទៅដល់គេថាមេឃុំចៅសង្កាត់បានបាទនេះជានីតិវិធីសំខាន់ដែលយើងត្រូវគោរពក្នុងក្របខ័ណ្ឌនៃគេហៅថានីតិវិធីនៃការកោះហៅបញ្ជូនជំនុំជម្រះផ្ទាល់បាទថានីតិវិធីនៃការកោះហៅគឺមានទុករយៈពេលដែរបាទគឺរយៈពេលនៃការចេញដីកាកោះនិងរយៈពេលដែលទៅសវនាការ
ចាសំខាន់ណាស់គុណហើយតកតងទៅនឹងការបង្ហាញខ្លួនភ្លាមនឹងខ្ញុំសូមចាអាដាមប៊ុនហ៊ុនចាមានប្រសាសន៍ថាមាននីតិវិធីបែបណាហើយនឹងមានលក្ខខណ្ឌយ៉ាងដូចម្តេចខ្លះចាបាទសូមអរគុណនៅសំណួរសំខាន់នេះដោយអាដាមភៅសំភីបានបញ្ជាក់បាញ់មិញដែរតកតងទៅនីតិវិធីដ៏រហ័សដែលគាត់បានបញ្ជាក់អំពីនីតិវិធីនៅក្នុងការបញ្ជូនទៅជំនុំរះផ្ទាល់ហើយនីតិវិធីដ៏រហ័សមួយទៀតគឺនីតិវិធីក្នុងការបង្ហាញខ្លួនភ្លាមការបង្ហាញខ្លួនភ្លាមនិងនីតិវិធីក្នុងការបញ្ជូនទៅជំនុំរះផ្ទាល់នេះជានីតិវិធីដ៏រហ័សមួយសម្រាប់ធ្វើយ៉ាងណាឲ្យវាបានចំណេញពេលវេលានិងជាពិសេសទៅទៀតគឺការពារផលប្រយោជន៍កុំឲ្យបាត់បង់ផលប្រយោជន៍របស់ភាគីទាំងភាគីរងគ្រោះទាំងភាគីខាងជនល្មើសបាទគឺថាគោលដៅច្បាប់ពេលណាដែលវាមានលក្ខណៈគ្រប់គ្រាន់អាចធ្វើទៅបានហើយគឺច្បាប់នឹងអនុញ្ញាតឲ្យធ្វើនីតិវិធីដ៏រហ័សនេះដែលខ្ញុំបាទបញ្ជាក់ជូនយ៉ាងលម្អិតនៅក្នុងអំពីការបង្ហាញខ្លួនភ្លាមនេះនៅក្នុងនីតិវិធីបង្ហាញខ្លួនភ្លាមនេះគឺមានចែង2មាត្រានៅក្នុងក្រមនីតិវិធីនេះគឺមាត្រា47និងមាត្រា48មាត្រា47គឺនិយាយអំពីលក្ខខណ្ឌថាលក្ខខណ្ឌណាខ្លះដែលអាចធ្វើការនីតិវិធីបង្ហាញខ្លួនភ្លាមនេះគឺមាត្រា47បានអាចអនុញ្ញាតឲ្យព្រះញ្ញា បង្គាប់ឲ្យជនជាប់ចោទចូលបង្ហាញខ្លួនភ្លាមនៅមុខសាលាដំបងបើសិនជាបំពេញលក្ខខណ្ឌសំខាន់មាន4គឺថាទី1ប្រភេទបទល្មើសដែលជនជាប់ចោទនឹងបានប្រព្រឹត្តគឺជាប្រភេទបទល្មើសជាក់ស្ដែងដោយមានចែងនៅក្នុងមាត្រា86និងមាត្រា88ដែលគាត់បានប្រព្រឹត្តបទល្មើសជាក់ស្ដែងណាខ្លះដែលធ្វើមកហើយប៉ុន្តែគ្រាន់តែថាខ្ញុំចង់បញ្ជាក់ដែរថាបទល្មើសជាក់ស្ដែងនៅក្នុងនេះច្រើនតែជាប្រភេទបទល្មើសជាក់ស្ដែងមជ្ឈិមទេមិនមែនជាបទឧក្រិដ្ឋទេព្រោះនៅក្នុងលក្ខខណ្ឌបន្តទៀតបានចែងអំពីរយៈពេលដែលត្រូវផ្ដន្ទាទោសគឺថាបទល្មើសនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងតិច1ឆ្នាំនិងយ៉ាងច្រើន5ឆ្នាំយ៉ាងតិច1ឆ្នាំយ៉ាងច្រើន5ឆ្នាំនេះខ្ញុំសូមបញ្ជាក់ថាគឺជាការកំណត់អតិបរមានៃកម្រិតទោសដែលត្រូវដាក់នៅក្នុងបទល្មើសនីមួយដែលគាត់បានប្រព្រឹត្តឧទាហរណ៍ថាគាត់ប្រព្រឹត្តបទល្មើសមួយដែលមានកំណត់អំពីទោសរបស់គាត់រយៈពេល6ខែទៅ1ឆ្នាំបាទអាហ្នឹងគឺថាគេអាចធ្វើនីតិវិធីនេះបានហើយព្រោះមាន1ឆ្នាំមកចូលនៅក្នុងលក្ខខណ្ឌទី2នេះហើយទី2គឺថាទី3បាទគឺថាជនជាប់ចោទនឹងជានីតិជនមិនអាចជាអនីតិជនទៅធ្វើនៅអំពើហ្នឹងយើងយកនីតិវិធីនេះមកធ្វើបានទេអត់បានទេហើយនឹងចំណុចមួយទៀតរឿងក្តីមានលក្ខណៈគ្រប់គ្រាន់ដែលអាចយកមកជំនុំជម្រះបានមានន័យថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីអាចដំណើរការជំនុំជម្រះបានបើគាត់មិនមានភស្តុតាងគ្រប់គ្រាន់ទេអត់អាចធ្វើនីតិវិធីនេះបានទេអញ្ចឹងលក្ខខណ្ឌ4សំខាន់អំបញ្ញមិញនេះគឺថាត្រូវគោរពដាច់ខាតខ្វះមួយណាក៏មិនអាចយកនីតិវិធីនេះមកធ្វើបានដែរហើយចង់សួរថាតើគេធ្វើនីតិវិធីបែបណាខ្លះនៅពេលដែលចូលលក្ខខណ្ឌទាំង4នេះគឺមាត្រា48បានបញ្ជាក់ច្បាស់ថាទី1គឺត្រូវពិនិត្យអត្តសញ្ញាណរបស់បុគ្គលដែលត្រូវបញ្ជូនខ្លួននេះគឺថាពិនិត្យមើលថាគ្រប់ជាបុគ្គលនឹងមែនអត់ទី2គឺឲ្យដំណឹងដល់ជននោះអំពីរឿងរ៉ាវដែលគាត់បានប្រព្រឹត្តហើយនឹងពីឈ្មោះបទល្មើសដែលគាត់ត្រូវគេចោទប្រកាន់បាទគាត់ប្រព្រឹត្តស្អីខ្លះបាទរឿងហេតុដែលកើតឡើងហើយនឹងបញ្ជាក់ថាគេចោទគាត់ពីបទអីនិងទី3គឺថាសួរយកចម្លើយបាទទទួលយកចម្លើយរបស់គាត់បើសិនជាគាត់ចង់និយាយជួនកាលបើគាត់មិននិយាយទេក៏ហើយទៅបើគាត់និយាយគឺថាយើងយកចម្លើយអស់សិនហើយនឹងមួយទៀតធ្វើកំណត់ហេតុបាទបង្គាប់ឲ្យបង្ហាញខ្លួនភ្លាមបាទខ្ញុំសូមបញ្ជាក់ថានីតិវិធីក្នុងការបង្ហាញខ្លួនភ្លាមនេះគេធ្វើតាមរយៈកំណត់ហេតុរបស់ព្រះរាជអាជ្ញាមិនមែនធ្វើតាមរយៈដីកាទេគឺថាតាមរយៈកំណត់ហេតុដែលតុលាការសាលាដំបងឬក៏ជាន់ដំបងនេះគាត់ទទួលពាក្យបណ្ដឹងតាមរយៈកំណត់ហេតុនេះតែម្ដងបាទហើយនឹងចំណុចបន្តបន្សំពាក់ព័ន្ធទៅនឹងការបញ្ជាក់អំពីសិទ្ធិបាទនៅពេលដែលយើងកំណត់ថាត្រូវយកនីតិវិធីនេះហើយត្រូវបញ្ជាក់ប្រាប់សិទ្ធិគាត់ឲ្យសិទ្ធិនៅក្នុងការពឹងពាក់មេធាវីក្នុងការជ្រើសរើសរកមេធាវីបើសិនជាគាត់ថាចង់ជ្រើសរើសដោយខ្លួនឯងឬជួនកាលគាត់ថាចង់ឲ្យតុលាការជួយចាត់រកមេធាវីតាមលក្ខន្តិកៈច្បាប់លក្ខន្តិកៈមេធាវីអាហ្នឹងក៏បានដែរបាទហើយចំណុចមួយទៀតគឺថានៅពេលដែលគាត់បាន
បំពេញលក្ខខណ្ឌនឹងហើយគាត់ត្រូវធ្វើពាក្យបណ្ដឹងជូនទៅសាលាដំបងតាមរយៈកំណត់ហេតុដូចខ្ញុំបានជម្រាបបាញ់មិញហ្នឹងគឺជូនទៅសាលាដំបងហ្នឹងដើម្បីឲ្យមានដំណើរការនីតិវិធីហ្នឹងហើយត្រូវបញ្ជូនជននោះទៅមុខសាលាដំបងនៅថ្ងៃនោះតែម្ដងបាទបើសិនជាការបញ្ជូនទៅនឹងវាប្រមាណថារយៈពេលនឹងត្រូវការចាំបាច់ដើម្បីរក្សាជនល្មើសហ្នឹងឬក៏ជនជាប់ចោតហ្នឹងគឺថាគាត់ត្រូវតែឲ្យកងកម្លាំងបង្ខាំងទុករហូតដល់ជននោះបានបង្ហាញខ្លួននៅចំពោះមុខសាលាដំបងហើយមួយទៀតអំពីបញ្ហាដែលពាក់ព័ន្ធសាលាដំបងបានទទួលនៅពេលសាលាដំបងបានទទួលហើយគាត់ត្រូវផ្ទៀងផ្ទាត់មើលអំពីអត្តសញ្ញាណរបស់ជននោះគាត់ត្រូវពិនិត្យមើលអំពីរបាយការណ៍បើគាត់ធ្វើរបាយការណ៍មួយពាក់ព័ន្ធទៅនឹងរឿងហេតុហ្នឹងហើយបានគាត់ត្រូវប្រាប់ឲ្យជនជាប់ចោតមានរយៈពេលមួយអាចរៀបចំខ្លួននៅក្នុងការពារខ្លួនគាត់បាទរៀបចំការពារខ្លួនគាត់តែម្ដងនៅពេលខ្លះគឺថាជនជាប់ចោតអាចសុំបាទអាចសុំលើករយៈពេលគឺថាសុំពន្យាឬក៏ជួនកាលគាត់អាចយល់ឃើញថាការស្នើសុំឬក៏គាត់យល់ឃើញខ្លួនឯងថារឿងក្តីនោះมันអាចជំនុំជម្រះភ្លាមនឹងបានគាត់ក៏អាចពន្យាពេលដែរប៉ុន្តែទោះបីយ៉ាងណាក៏ដោយបើសិនគាត់ពន្យាពេលគាត់ត្រូវសម្រេចថាឃុំខ្លួនជនជាប់ចោតហ្នឹងឬក៏មិនឃុំខ្លួនបើឃុំគាត់ត្រូវចេញសេចក្តីសម្រេចតាមរយៈសាលក្រមដោយមានមូលហេតុច្បាស់លាស់ថាត្រូវឃុំខ្លួនបណ្ដោះអាសន្នឬក៏យ៉ាងណាបើសិនជាការឃុំខ្លួនបណ្ដោះអាសន្នធ្វើដោយលើករយៈពេលយ៉ាងណាក៏ដោយក៏សាលក្រមនៃអង្គសេចក្តីនឹងត្រូវតែប្រកាសក្នុងរយៈពេល2សប្តាហ៍គិតពីថ្ងៃដែលបុគ្គលនោះត្រូវបានបង្ហាញខ្លួនភ្លាមនៅចំពោះមុខតុលាការនឹងមួយទៀតបើសិនជារយៈពេល2សប្តាហ៍នេះគ្មានសេចក្តីសម្រេចអីទេការឃុំខ្លួនបណ្ដោះអាសន្ននឹងក៏ត្រូវចប់ដែរមានន័យថាត្រូវបញ្ឈប់ដោយពេញច្បាប់នៅក្នុងច្បាប់នេះគេនិយាយថាបញ្ឈប់ដោយពេញច្បាប់ដែលពាក្យយើងអាចនិយាយតែសាមញ្ញគេថាបញ្ឈប់ដោយស្វ័យប្រវត្តិបាទស្វ័យប្រវត្តិជនដែលសង្ស័យគឺលែងត្រូវលែងគាត់ចេញវិញបាទឲ្យមានសេរីភាពអញ្ចឹងរយៈពេលដែលគេទុកឲ្យគេថាភ្លាមបើកាត់ក្តីថ្ងៃនឹងបានភ្លាមក៏បានដែរបើសិនជាអាចពន្យាពេលលើកពេលអីគឺថាអាចលើកបានតែ2សប្តាហ៍ទេ2សប្តាហ៍ហ្នឹងត្រូវតែមានសាលក្រមសម្រាប់សេចក្តីតែបើមិនអញ្ចឹងទេគឺថាគាត់ឃុំខ្លួនគេអត់អាចបន្តទេត្រូវចេញដោះលែងគេដោយពេញច្បាប់ហើយក្នុងករណីមួយទៀតបើសិនជារឿងហ្នឹងមើលទៅវាមិនចូលលក្ខខណ្ឌដូចមានចែងនៅក្នុងមាត្រា47ឬក៏មានលក្ខណៈស្មុគស្មាញហ្នឹងគឺថាតុលាការអាចធ្វើការសម្រេចដោយស្នើសុំឲ្យបរិញ្ញាបើកការស៊ើបសួរវិញបាទគាត់ត្រូវបញ្ជូនមកឲ្យបរិញ្ញាបើកការស៊ើបសួរពេលហ្នឹងគឺថាត្រូវបញ្ជូនតាមនីតិវិធីនៅក្នុងការបើកការស៊ើបសួរទៅមុខចៅក្រមស៊ើបសួរបើមិនអញ្ចឹងទេត្រូវដោះលែងជននឹងឲ្យមានសេរីភាពបាទតើទៅនឹងការបើកការស៊ើបសួរក៏ស្ថិតនៅក្នុងនីតិវិធីមួយដែរតែខ្ញុំសូមជ័យអាដាមបកស្រាយបន្តិចនៅក្នុងក្រមនីតិវិធីព្រំទាន់នេះបានបញ្ជាក់ជូនហើយថាការបើកការស៊ើបសួរនេះគឺធ្វើតាមរយៈដីកាមួយរបស់បរិញ្ញាដែលដីកានោះគេឲ្យឈ្មោះថាដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរគឺជាលិខិតនីតិវិធីមួយដែលមានសារៈសំខាន់បំផុតដែលផ្ដល់ឲ្យចៅក្រមស៊ើបសួរមានសមត្ថកិច្ចក្នុងការប្រើប្រាស់នៅរាល់អំណាចទាំងឡាយដែលមានចែងក្នុងក្រមនេះដើម្បីធ្វើការស្រាវជ្រាវស្វែងរកភស្តុតាងហើយនឹងចាត់វិធានការផ្សេងៗទៅលើជនដែលបានប្រព្រឹត្តបទល្មើសនៅក្នុងក្របខ័ណ្ឌនៃការបើកការស៊ើបសួរនេះយើងឃើញមានចែងនៅក្នុងក្រមនីតិវិធីព្រំប្រទានយើងជាពិសេសគឺក្នុងមាត្រា44និងមាត្រា124ហើយដែលនៅក្នុងមាត្រានេះយើងអាចពិនិត្យឃើញអំពីលក្ខខណ្ឌមួយចំនួនយើងអាចសួរសំណួរដែលខ្លីថាតើពេលណាដែលចៅក្រមស៊ើបសួរសំទោសពេលណាដែលបរិញ្ញាគាត់សម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានជួនរឿងស៊ើបសួរដែលយើងអាចហៅជាសាមញ្ញដីកានោះថាជាដីកាចោទប្រកាន់បាទផ្ដើមចោទប្រកាន់បាទអញ្ចឹងតើពេលណានៅក្នុងនេះគឺមានមានសមត្ថកម្មដែលតាមរយៈសមត្ថកម្មនោះគឺចៅក្រមស៊ើបសួរគាត់អាចសម្រេចធ្វើការសំទោសបរិញ្ញាគាត់អាចសម្រេចធ្វើការចោទប្រកាន់តាមរយៈការបើកការស៊ើបសួរនោះក្នុងក្រមនីតិវិធីព្រំប្រទានបានចែកជាប្រភេទនៃបទល្មើសហើយក្នុងនោះយើងអាចពិនិត្យឃើញថាបើសិនជាបទល្មើសដែលទទួលរងការចោទប្រកាន់ដែលបរិញ្ញាកំពុងកាន់នោះវាជាប្រភេទបទឧក្រិដ្ឋមាត្រា44ក្តីមាត្រា124ក្តីបានកំណត់ជាកាតព្វកិច្ចតែម្ដងថារាល់បទឧក្រិដ្ឋទាំងអស់ដាច់ខាតត្រូវទទួលរងការស៊ើបសួរ
មុននឹងបទល្មើសនោះត្រូវបានជំនុំរះដោយតុលាការមានហេតុផលដែលតម្រូវថាដាច់ខាតត្រូវទទួលរងការស៊ើបសួរដែលហេតុថាបទល្មើសឧក្រិដ្ឋជាទូទៅជាប្រភេទបទល្មើសដែលទទួលរងការផ្ដន្ទាទោសធ្ងន់ធ្ងរជាងគេអញ្ចឹងក្រមយើងបានបញ្ជាក់ជូនអំពីភាពប្រយ័ត្នប្រយែងមួយចំនួនក្នុងការសម្រេចផ្ដន្ទាទោសទៅលើជនដែលបានប្រព្រឹត្តបទឧក្រិដ្ឋដើម្បីកុំឲ្យមានការភ័ន្តច្រឡំអញ្ចឹងចំណុចទី1គឺក្រមនេះបានបង្កើតថាការស៊ើបសួរក្នុងបទឧក្រិដ្ឋដាច់ខាតត្រូវតែមានមុនពេលឆ្លងទៅជំនះត្រូវមានព្រោះថាការស៊ើបសួរនោះវាមានសារៈសំខាន់ដើម្បីស្វែងរកនៅគ្រប់ព័ត៌មានទាំងអស់ឲ្យបានគ្រប់ជ្រុងជ្រោយរួមទាំងស្ថានភាពនៃជនល្មើសដែលបានប្រព្រឹត្តបទល្មើសផងដើម្បីអាចឲ្យតុលាការជំនះធ្វើការវិនិច្ឆ័យអញ្ចឹងដោយកម្មវិធីទី1បានបញ្ជាក់ជូនហើយចៅក្រមស៊ើបសួរគាត់មានភារកិច្ចគាត់ស៊ើបសួរដើម្បីស្វែងរកការពិតដែលក្នុងន័យនេះគឺគាត់ស្វែងរកភស្តុតាងទាំងភស្តុតាងដាក់បន្ទុកនិងភស្តុតាងដោះបន្ទុកអញ្ចឹងនីតិវិធីនេះថ្មីត្បិតតែវាគេហៅថាចំណាយរយៈពេលមួយចំនួនក៏ពិតមែនប៉ុន្តែវាទទួលបាននូវភាពច្បាស់លាស់ដើម្បីកុំឲ្យការវិនិច្ឆ័យនោះអាចភ័ន្តច្រឡំមិនត្រឹមតែប៉ុណ្ណោះសូម្បីតែការរៀបចំសមាជិកជំនះក៏មានការប្រែប្រួលដែរតាមក្រមនេះមុនក្រមនេះចូលធរមានការជំនុំរះលើបទឧក្រិដ្ឋមានសមាជិកចៅក្រមតែមួយរូបទេឥឡូវក្រមនេះដើម្បីធានានៅភាពច្បាស់លាស់ហើយយុត្តិធម៌នោះដើម្បីកុំឲ្យការផ្ដន្ទាទោសភ័ន្តច្រឡំបានបន្ថែមសមាជិកជាក្រុមប្រឹក្សាតែម្ដងមានសមាជិកចៅក្រមដល់ទៅ3រូបអញ្ចឹងបានន័យថាជាភាពប្រយ័ត្នប្រយែងមួយដើម្បីកុំឲ្យការផ្ដន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរទៅដល់ជនណាម្នាក់នោះកុំឲ្យវាមានការភ័ន្តច្រឡំអញ្ចឹងទាំងដំណាក់កាលស៊ើបសួរក៏ដូចជាដំណាក់កាលជំនះអញ្ចឹងយើងអាចសួរបន្តទៅទៀតថាតើហេតុអីបាទសំទោសតើលក្ខខណ្ឌណាខ្លះដែលគាត់អាចសម្រេចធ្វើការបើកការស៊ើបសួរបញ្ជូនទៅជាក្រុមស៊ើបសួរអញ្ចឹងមួយគឺបទឧក្រិដ្ឋទី2គឺអាចបើកការស៊ើបសួរបានផងដែរចំពោះបទល្មើសមជ្ឈិមប៉ុន្តែនៅក្នុងសារភាពនេះគឺសម្រាប់ទៅដល់ប្រភេទបទល្មើសមជ្ឈិមដែលមានលក្ខណៈស្មុគស្មាញធ្ងន់ធ្ងរដែលក្នុងនោះជាទូទៅសំណុំរឿងមិនទាន់មូលសពគ្រប់ទេដោយអាដាមប៊ុនហ៊ុនបានបញ្ជាក់ជូនអញ្ចឹងលក្ខខណ្ឌមួយនៃមាត្រា47ដែលបញ្ជាក់អំពីការបង្ហាញខ្លួនភ្លាមលក្ខខណ្ឌចុងក្រោយគឺបានន័យថារឿងក្តីមានលក្ខណៈល្មមអាចជំនុំរះបានហើយបើសិនជាចៅក្រមដែលទទួលបន្ទុកធ្វើការជំនុំជម្រះទៅលើករណីនៃការបង្ហាញខ្លួនភ្លាមពិនិត្យឃើញថាមាត្រា47អត់គ្រប់មានន័យថារឿងក្តីនោះវាអត់តន់ល្មមគ្រប់គ្រាន់ដើម្បីអាចជំនុំជម្រះបានទេអញ្ចឹងគាត់អាចបង្វិលរឿងនេះឲ្យទៅធ្វើការស៊ើបសួរវិញឲ្យវិញ្ញាបើកការស៊ើបសួរអញ្ចឹងនេះគឺជាលក្ខខណ្ឌមួយដែលបញ្ជាក់ថារឿងក្តីមជ្ឈិមដែលទទួលរងការស៊ើបសួរដែលវិញ្ញាត្រូវបើកការស៊ើបសួរនោះគឺសម្រាប់ទៅលើបទល្មើសមជ្ឈិមដែលមានលក្ខណៈស្មុគស្មាញសំណុំរឿងមិនទាន់មានលក្ខណៈមូលសពគ្រប់បានន័យថារឿងហ្នឹងវាអត់មានលក្ខណៈល្មមអាចជំនះបានឧទាហរណ៍ដូចជាករណីដែលជនល្មើសអត់មានខ្លួនណាសម្ដៅទៅដល់ករណីអញ្ញត្តិជនគេហៅអញ្ញត្តិជនភាសាច្បាប់បានន័យថាគេអត់ស្គាល់អត្តសញ្ញាណជនហ្នឹងទេអញ្ចឹងការចោទប្រកាន់ទៅតុលាការតែម្ដងអត់បានទេទាមទារឲ្យមានការស្រាវជ្រាវទាំងរកភស្តុតាងផ្សេងនិងកំណត់មុខសញ្ញាដើម្បីស្វែងរកថាជនណាដែលបានប្រព្រឹត្តបទល្មើសអញ្ចឹងលក្ខខណ្ឌនៃការបើកការស៊ើបសួរគឺយើងឃើញថាមានទាំងបទឧក្រិដ្ឋដែលជាកាតព្វកិច្ចបទមជ្ឈិមគាត់អាចបើកក៏បានមិនបើកក៏បានប៉ុន្តែគាត់តាមបង្ហេតុគាត់គួរតែត្រូវបើកសម្រាប់ស្ថានភាពបទមជ្ឈិមស្មុគស្មាញបទមជ្ឈិមដែលសំណុំរឿងមិនទាន់មូលសពគ្រប់បទមជ្ឈិមដែលក្នុងនោះជនជាប់ចោទជនល្មើសតែម្ដងនោះគាត់អត់ត្រូវបានគេកំណត់អត្តសញ្ញាណទាន់បានច្បាស់លាស់អញ្ចឹងស្ថានភាពនេះគឺតម្រូវថាគួរបើកការស៊ើបសួរបាទឯនីតិវិធីនោះគឺក្នុងនេះគឺបរិញ្ញាគាត់រៀបចំជាលិខិតមួយដែលខ្ញុំបានបញ្ជាក់ជូនគឺដីកាសន្និដ្ឋានជួនរឿងស៊ើបសួរហើយដែលដីកានេះក្រសួងយុទ្ធភ័ពបានរៀបចំជាគំរូដីការួចហើយបាទហើយគឺតាមរយៈដីកានេះគឺបរិញ្ញាគាត់ស្នើសុំឲ្យចៅក្រមស៊ើបសួរបើកការស៊ើបសួរបាទស្នើសុំឲ្យចៅក្រមស៊ើបសួរគាត់ធ្វើការស្រាវជ្រាវធ្វើការស៊ើបសួរទៅលើសំណុំរឿងណាមួយហើយតាមរយៈដីកានេះផងដែរគឺជាដីកាមួយដែលកំណត់ឲ្យចៅក្រមស៊ើបសួរនោះគាត់មានសមត្ថកិច្ចដើម្បីធ្វើការស៊ើបសួរដីកានេះនិយាយមែនតើទៅគឺត្រូវគោរពនៅលក្ខខណ្ឌតម្រង់ច្បាស់លាស់ណាស់បើសិនជាមិនគោរពទេគឺដីកានេះអាចទទួលរងនៅមុខភាពបាទនេះគឺដីកាសន្និដ្ឋានជួនរឿងស៊ើបសួរហើយបញ្ជាក់អញ្ចឹងទៅបាទគឺមានបញ្ជាក់យើងអីចឹងជាតំណាងអัยការអំណាចដំបងអីចឹងទៅក្រោយពីបានពិនិត្យឯកសារខាងលើហើយយល់ឃើញថាមានតម្រុយសន្មតថាយ៉ាងម៉េចចឹងទៅអញ្ចឹងគាត់សម្រេចថាបើកការស៊ើបសួរករណីហ្នឹងបាទ
ទៅលើអង្គហេតុខាងលើអីចឹងទៅហើយបន្ទាប់មកទៀតគាត់អាចស្នើតាមរយៈនោះគាត់ចង់ឧទាហរណ៍ថាស្នើឲ្យមានការឃុំរំដោះអាសន្នគាត់ស្នើក្នុងដីកាហ្នឹងតែម្ដងហើយដីកាហ្នឹងគឺត្រូវមានចុះការបរិច្ឆេទហើយនឹងត្រូវចុះហត្ថលេខាដោយតំណាងអัยការមិនចាំបាច់ថាជាហត្ថលេខារបស់ព្រះអាជ្ញាទេគឺហត្ថលេខាតំណាងអัยការព្រោះថាព្រះអាជ្ញាក្តីព្រះអាជ្ញារងក្តីសុទ្ធតែជាអ្នកដែលមាននីតិសម្បទាមានសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើជាតំណាងឲ្យអัยការតាមក្រមនីតិវិធីព្រហ្មទណ្ឌជាងនេះប៉ុន្តែផ្ទុយទៅវិញបើសិនជាគាត់ភ្លេចចុះហត្ថលេខាតំណាងអัยការដើម្បីបើកការស៊ើបសួរយើងឃើញថាលិខិតដែលគ្មានហត្ថលេខាគឺជាលិខិតដែលមិនមានអានុភាពទេជាលិខិតដែលអាចត្រូវបានគេចាត់ទុកថាជាលិខិតដែលចាត់ទុកថាជាមុខភាពមុខៈបានអញ្ចឹងក្នុងករណីនេះចំណាត់ការព្រះញ្ញាគឺត្រូវច្បាស់លាស់ហើយត្រូវមានហត្ថលេខាបើមិនជាអត់អានេះទេគឺអាចមានបញ្ហាទៅដល់ដំណើរការស៊ើបសួរទាំងមូលតែម្ដងព្រោះថាដូចខ្ញុំបានបញ្ជាក់ជូនថាដីកាសន្និដ្ឋានជួនរឿងស៊ើបសួរនេះគឺកំណត់បកគលនៅសិទ្ធិអំណាចទៅឲ្យចៅក្រមស៊ើបសួរហើយតាមក្រមយើងបញ្ជាក់ទៀតចៅក្រមស៊ើបសួរមិនអាចធ្វើកិច្ចស៊ើបសួរណាមួយបានឡើយដរាបណាមិនទទួលបានដីកាសន្និដ្ឋានជួនរឿងស៊ើបសួរនេះចា៎ហើយដីកានេះនឹងចងសមត្ថកិច្ចចៅក្រមស៊ើបសួរឲ្យស៊ើបសួរតែទៅលើចំណុចណាមួយហើយតែក្នុងនេះគឺយើងនឹងមានឱកាសដើម្បីពិភាក្សាតទៅទៀតអញ្ចឹងបើសិនជាដីកាដែលបកគលសមត្ថកិច្ចទៅឲ្យចៅក្រមស៊ើបសួរនេះអត់មានចុះហត្ថលេខាហើយបើសិនជាត្រូវបានសភាស៊ើបសួរប្រកាសថាដីកានេះទុកជាមុខភាពអញ្ចឹងនៅក្នុងក្របខ័ណ្ឌនេះគឺបានន័យថារាល់ការស៊ើបសួរទាំងឡាយរបស់ចៅក្រមស៊ើបសួរដែលបានធ្វើគឺជាការធ្វើដោយគ្មានសមត្ថកិច្ចគឺជាការធ្វើដោយរំលោភទៅលើនីតិវិធីដោយសារគ្មានដីកាដែលបកគលសមត្ថកិច្ចគាត់អញ្ចឹងអាចក្នុងករណីនេះកិច្ចស៊ើបសួររបស់គាត់ត្រូវបានប្រកាសជាមុខភាពនៅពេលដែលមានការប្តឹងឬមួយក៏នេះទៅសភាស៊ើបសួរនឹងប្រកាសអំពីអាចសម្រេចពិនិត្យពិចារណាថាគួរប្រកាសមុខភាពឬមួយយ៉ាងណាហើយប្រកាសក្នុងដែនកំណត់ត្រឹមណាបាទអញ្ចឹងយើងឃើញថាការស៊ើបសួរនេះគឺមានសារៈសំខាន់ដើម្បីរៀបចំសំណុំរឿងហើយការស៊ើបសួរក៏អាចជាប្រធានបទក្រោយរបស់យើងទៀតចាជំរាបទូទស្សនិកជនចាសូមអរគុណអាដាមចាដែលបានអញ្ជើញចូលរួមបកស្រាយនៅក្នុងកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះលោកអ្នកនាងទូទស្សនិកជនជាទីគោរពតាមរយៈការបកស្រាយជាបន្តរបស់អាដាមវាគ្មិនយើងឃើញថាច្បាប់មានការប្រតិការគ្នាប្រៀបដូចជាសំណាញ់ដូច្នេះដែលมันអាចធ្វើឲ្យជនល្មើសនោះរួចខ្លួនបានឡើយចាហើយនៅកម្មវិធីលើកក្រោយរបស់យើងគឺយើងនិយាយអំពីការស៊ើបសួរតើស្ថាប័នណាជាអ្នកទទួលបន្ទុកក្នុងការស៊ើបសួរនេះលោកអ្នកនាងនឹងបានជ្រាបនៅក្នុងកម្មវិធីលើកក្រោយរបស់យើងចាសូមកុំភ្លេចរងចាំទស្សនាហើយនៅក្នុងឱកាសនេះដែរយើងខ្ញុំសូមថ្លែងអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកសូមគោរពលា